ព្រឹកឡើងនៅពេលដែលលីយុនបានធ្វើការភ្ញាក់ពីគេងស្រាប់តែនាងបានភ្នែកមកគឺថាឃើញឈីវូរបស់យើងនៅនឹងមុខដោយញញឹមដាក់នាងរួចក៏និយាយថាតើអូនគេងលក់ស្រួលដែរទេលីយុនពេលនោះលីយុននាងក៏ចាប់ផ្ដើមស្ងាត់មួយសន្ទុះស្រាប់តែនាងក៏ចាប់ផ្ដើមភ្ញាក់ខ្លួនហើយក៏បានធ្វើការរត់ចាក់ចេញទៅទាំងភ័យរួចក៏បានគិតក្នុងចិត្តថាចំហេតុអីក៏ខ្វន់ឈីវូនៅតែភ្ញាក់អញ្ចឹងហើយពេលហ្នឹងឈីវូក៏ចាប់ផ្ដើមឆ្ងល់ហើយលីយុនក៏បានគិតទៀតថាហុយអាចជាជំងឺដេកមិនងាយភ្ញាក់ហ្នឹងវាទៅណាហើយតើអ្នកមិនបាននិយាយថាវាដូចជាការគេងលក់ស្កប់ស្កល់ហើយនេះជាស្អីបន្ទាប់មកនាងក៏កាន់នៅពេលដែលលោកគ្រូពេទ្យមកធ្វើការពិនិត្យឲ្យឈីវូគាត់បាននិយាយថាវានៅតែឆាប់ពេកក្នុងការធ្វើសេចក្តីសន្និដ្ឋានណាមួយអ្នកជំងឺស្ថិតនៅក្នុងស្ថានភាពមួយដែលគាត់អាចធ្លាក់ចូលគេងយូរនៅគ្រប់ពេលយើងត្រូវការទិន្នន័យនៃការគេងច្រើនទៀតដើម្បីបង្កើតលំនាំច្បាស់លាស់ហើយញ៉ាំមែនខាងនេះមានស្កិញខ្លួនឯងមែនតើមានសំខាន់អធិស្ឋានខ្លួនអ្នកអរមិនអាសាតែបានហ្នឹងមានឈឺកហើយនិយាយទៅរៀងដាក់រដប់ចឹងណាវាអត់សូវស្រួលខ្លួនតែសុំទាំងអស់គ្នាចេះស្រាអត់មានផងតែឥឡូវយើងមកបន្តសាច់រឿងរបស់យើងទៀតហើយលីយ៉ុនក៏ចាប់ផ្ដើមគិតថាម្យ៉ាងវិញទៀតមានន័យថាគាត់អាចភ្ញាក់ពីដំណេកនៅថ្ងៃស្អែកដូចថ្ងៃនេះដែរមែនទេលោកគ្រូពេទ្យគាត់និយាយបន្តបរិស្ថាននៅផ្ទះនិងមន្ទីរពេទ្យគឺខុសគ្នាដូច្នេះខ្ញុំឆ្ងល់ថាតើមានអ្វីកើតឡើងដោយមិនដឹងខ្លួនតើលោកមានគំនិតអ្វីដែលអាចនឹងកើតឡើងអត់បន្ទាប់មកឈីវូក៏ចាប់ផ្ដើមនិយាយថាប្រសិនបើនោះជាករណីខ្ញុំគេងជាមួយប្រពន្ធរបស់ខ្ញុំកាលពីយប់មិញបន្ទាប់មកលោកគ្រូពេទ្យក៏បានតបលោកនិយាយថាជាមួយប្រពន្ធរបស់លោកពេលនោះលោកគ្រូពេទ្យគាត់មិនបាននិយាយវិញនោះទេស្រាប់តែពេលនោះលោកគ្រូពេទ្យគាត់ក៏ឆ្ងល់ហើយក៏បានសម្លឹងទៅកាន់លីយ៉ុនពេលនោះលីយ៉ុនគាត់ក៏បានកវីដៃហើយក៏និយាយថាទេមិនមែនបែបហ្នឹងទេលោកគ្រូពេទ្យក៏បានថាអញ្ចឹងមានន័យថានាងមានទំនាក់ទំនងហើយលោកគ្រូពេទ្យក៏ចាប់ផ្ដើមនិយាយបន្តមកវាសាកល្បងໄວផ្សេងជាមុនសិនមែនហើយនោះមិនមែនជារឿងរបស់ខ្ញុំដែលត្រូវគិតច្រើននោះទេហើយគាត់ក៏និយាយតទៀតថាសម្រាប់ពេលនេះវានឹងជាការល្អបំផុតសម្រាប់អ្នកទាំងពីរដើម្បីគេងជាមួយគ្នាហើយសង្កេតមើលស្ថានភាពតទៅទៀតនៅពេលដែលលើដូចនេះធ្វើឲ្យលីយ៉ុននឹងគឺចាប់ផ្ដើមមានអារម្មណ៍វល់ហើយនឹងប្រៀបដូចជាធ្លាក់ចូលទៅក្នុងរណ្ដៅដ៏ជ្រៅមួយបន្ទាប់ពីធ្វើការពិនិត្យជំងឺរបស់ឈីវូរួចនាងក៏បានមកអង្គុយលើសាឡុងរួចក៏និយាយតែម្នាក់ឯងថាថ្មីនេះការបោកប្រាស់ដោយសម្លេងបានក្លាយទៅជាស្មុគស្មាញជាងមុនពួកគេប្រមូលព័ត៌មានផ្ទាល់ខ្លួនអំពីជនរងគ្រោះជាមុននឹងខ្លាចបន្លំស្ថាប័នហិរញ្ញវត្ថុឬប៉ូលីសអញ្ចឹងខ្ញុំត្រូវគេងជាមួយខ្វន់ឆេវូមែនទេត្រឹមតែមួយយប់ខ្ញុំអស់កម្លាំងបាត់ទៅហើយតើខ្ញុំគួរនិយាយអ្វីបើសិនបើខ្វន់ឆេវូចាប់ផ្ដើមដើរលេងនៅជាន់ទី1នេះនោះបន្ទាប់មកលីយ៉ុននាងក៏ចាប់ផ្ដើមរកនឹកពាក្យសម្ដីដោះសារជាមួយនឹងអ្នកស្រីឈូចាហើយចាប់ថ្ងៃនេះតើមានសុំហៅអ្នកស្រីនឹងហៅថាអ្នកស្រីឈូចាទាំងអស់គ្នាហើយឲ្យអាដមីននឹងសុំធ្វើការអធិស្ឋានចំពោះទាំងអស់គ្នាផងចំពោះការបោកប្រាស់ឈ្មោះរបស់គាត់ខុសអញ្ចឹងណាដោយសារតែពីមុនអាដមីនហៅគាត់ថាអ្នកស្រីគេអញ្ចឹងណាសង្ឃឹមថាទាំងអស់គ្នាលើកលែងណាជាស្រីអាដមីនផងតោះឥឡូវយើងចាប់ផ្ដើមបន្តទៀតលោកស្រីឈូចាចាប់ផ្ដើមថ្ងៃនេះយើងកំពុងទទួលភ្ញៀវនៅផ្ទះសំណាក់មួយនៅជាន់ទី2បន្ទាប់មកនាងក៏ចាប់ផ្ដើមរកនឹកពាក្យបន្ទាប់ទៀតលោកស្រីឈូចាខ្ញុំបានបញ្ចប់ការលាក់បាំងភ្នាក់ងារសម្ងាត់ឲ្យជាតិលោកស្រីឈូចារុក្ខជាតិដែលខ្ញុំបានមើលថែបានប្រែក្លាយទៅជាមនុស្សមួយរំពេចលោកស្រីឈូចានេះជាមនុស្សបុរសដែលខ្ញុំរើសនៅតាមផ្លូវការពិសាមិញថ្ងៃនេះអត់មានសង្ស័យទេភាសាតែពាក្យរត់លេះដែលទូស្រីនឹងនិយាយទាំងអស់ហ្នឹងវាគួរឲ្យចង់សើចចឹងណាបន្ទាប់មកលីយ៉ុនក៏និយាយថាតើនេះឯងគិតថាវាដំណើរការរួចក៏បានទះទុកតែម្នាក់ឯងហើយក៏បានគិតទៀតថាលោកស្រីឈូចាជាបណ្ឌិតជាក់ស្ដែងនៅពេលដែលវាមកដល់ទំនាក់ទំនងរវាងបុរសនិងស្ត្រីខ្ញុំមិនទាន់បានបញ្ចប់បរិយាប័ត្រទេខ្ញុំអាចបោកគាត់ឲ្យជឿបានយ៉ាងម៉េចលើពីនេះអ្វីទាំងអស់ខ្ញុំធុញទ្រាន់នឹងការធ្វើវាតែម្នាក់ឯងនៅពេលនេះប៉ុន្តែប្រសិនបើកិច្ចសន្យានេះត្រូវបានបែកធ្លាយទៅនរណាម្នាក់នោះវានឹងត្រូវបានចាត់ទុកថាជាអាសាបង់ហើយខ្ញុំមិនអាចឲ្យលោកស្រីឈូចាចាប់ទាញចូលទៅក្នុងរឿងនេះទេ
ពិធីសាស្ត្រនេះគឺដើម្បីការពារជនរងគ្រោះពីការទទួលបានជំនួយពីអ្នកដែលនៅជុំវិញពួកគេមានគោលបំណងធ្វើឲ្យជនរងគ្រោះនៅដាច់ដោយឡែកខាងផ្លូវចិត្តហើយដាក់បន្ទុកលើការវិនិច្ឆ័យរបស់ពួកគេបន្ទាប់ពីកាត់បណ្ដាលសតបនៃបណ្ដារួចលីយុនស្រាប់តែក៏លេទៅកាន់ទូរទស្សន៍ភ្លាមនោះព័ត៌មានដែលនៅក្នុងទូរទស្សន៍នោះក៏បាននិយាយថាប្រសិនបើអ្នកទទួលសារឬទូរស័ព្ទដែលគួរឲ្យសង្ស័យកុំធ្វើការវិនិច្ឆ័យដោយខ្លួនឯងអ្នកត្រូវតែប្រាប់ប៉ូលីសឬអ្នកដែលនៅជុំវិញអ្នកជាបន្ទាន់